សួរអតិថិជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្វែរអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាផ្ទាល់ពីការសាងសង់ក៏ដូចជាបច្ចេកទេសក្នុងការសាងសង់នៅក្នុងគម្រោងបរិយា Downtown ជាពិសេសនឹងនាំបងទៅសម្ដាប់ផ្ទាល់ពីសំណាក់បងដែលជាស្ថាបត្យករនិងអ្នកបច្ចេកទេសក្នុងការសាងសង់នៅក្នុងគម្រោងអញ្ចឹងទៅទស្សនាទាំងអស់គ្នាជំរាបសួរខ្ញុំបាទលីមួនជាស្រីផ្នែកវោះវែងនិងជាអ្នកបច្ចេកទេសក្នុងបរិយា Downtown តើតើថ្ងៃនេះដែរខ្ញុំមានការជំរាបជូនតើតើនឹងការងារបច្ចេកទេសសាងសង់ក្នុងបរិយា Downtown ចាប់ពីការងារគ្រឹះរហូតដល់ការងារបញ្ចប់នៃ structure តើតើនឹងការងារគ្រឹះខ្ញុំចង់បញ្ជាក់តើតើនឹងការងារបុកគ្រឹះយើងមានការចូលរួមធំពីវិស្វករវោះវែងនិងវិស្វករបច្ចេកទេសក្នុងការឆែកការងារតើតើការងារវោះវែងយើងមានការងាររៀបចំជាប្រព័ន្ធម៉ាស៊ីនឧបករណ៍ទំនើបដែលយើង setting out point ត្រូវតាមទីតាំងអគារចំអាក់ផ្ទះហើយនឹងការងារបច្ចេកទេសគឺយើងមានរៀបចំឆែកទៅនឹងសសរគ្រឹះមុននឹងរៀបចំយើងបុកចូលក្នុងដីរាល់ដំណាក់កាលនៃការចាក់បេតុងយើងមានការចូលរួមពីវិស្វករបច្ចេកទេសយើងមានការឆែកដែកវិស្វករ MEP ឆែកនឹងប្រព័ន្ធទយោទឹកគ្រប់សពត្រឹមត្រូវតាមបច្ចេកទេសទាំងវិស្វករខាងសវេវោះវែងយើងបានឆែកយ៉ាងកម្ពស់បនរីទាំងអស់រួចបានយើងធ្វើការចាក់បេតុងបាទជំរាបសួរបងប្អូនខ្ញុំឈ្មោះសនសេងហួរដែលជាកាន់ការងារស្ថាបត្យករនៅក្នុងបរិយា Downtown របស់យើងបាទពាក់ព័ន្ធជាមួយនឹងស្ថាបត្យកម្មនេះគឺយើងផ្ដោតទៅលើ concept គំនិតអ្វីដែលថ្មីសម្រាប់បរិយា Downtown នេះជាពិសេសមានចំនួន4ប្រភេទមាន soft មាន twin មាន king ជាដើមហើយថ្ងៃនេះក៏បងប្អូនបានលើកឡើងពាក់ព័ន្ធជាមួយនឹងការងារនេះគឺការងារឥតមានន័យថាគេផ្ដោតទៅលើការងារ ID ការងារ ID របស់យើងហ្នឹងគឺយើងផ្ដោតទៅលើការងាររៀបឥតនៅជញ្ជាំងនៅពីខាងក្រៅគឺខាងបរិយា Downtown របស់យើងគឺបានរៀបនៅឥត20ដើម្បីធានាសុវត្ថិភាពដល់ពុកម៉ែបងប្អូនដែលបានទិញហើយនឹងបានមកសិក្សាមើលបន្ថែមហើយមុននឹងការរៀបឥត20នេះក៏ខាងក្រុមវិស្វកររបស់យើងបានសិក្សាយ៉ាងច្បាស់លាស់អំពីការរៀបមុននឹងរៀបយើងគឺមានការធានាថាវៃឡាញនិងការបូកនិងការអីគឺខាងវិស្វករយើងពិនិត្យមុនរហូតដើម្បីឲ្យសំណង់របស់យើងមានភាពរឹងមាំចាសម្រាប់ប្រភេទផ្ទះទាំងអស់នៅក្នុងគម្រោងបរិយា Downtown គឺឆ្លងកាត់ការត្រួតពិនិត្យនិងគោរពតាមស្តង់ដារយ៉ាងត្រឹមត្រូវសម្រាប់ព័ត៌មានលម្អិតបងអាចធ្វើការទំនាក់ទំនងកាន់យើងខ្ញុំដើម្បីអញ្ជើញមកមើលផ្ទះគំរូក៏ដូចជាសំណង់ផ្ទាល់តែម្ដង